ក្នុងកលៈទេសៈសាមគ្គីតែមួយការពារជាតិពីខ្មាំងសត្រូវអ្នកញ៉ាលេងនវត្រាបែងចែកក្រុមយុវជននិងសិល្បករជាច្រើនផ្នែកចុះសមរភូមិរៀបចំស្បៀងអាហារធ្វើត្រីងៀតគាំទ្រកងទ័ពនិងជនភៀសសឹកក្នុងកលៈទេសៈស្មារតីតែមួយការពារជាតិពីខ្មាំងសត្រូវអ្នកញ៉ាលេងនវត្រាប្រធានសហព័ន្ធយុវជនបូជាការពារយុទ្ធធរបានចាត់ចែងក្រុមយុវជននិងសិល្បករជាច្រើនផ្នែកចុះរៀបចំស្បៀងអាហារដល់សមរភូមិមុខចុះប្រមូលទិញអំបុកផ្នែកប្រមូលត្រីធ្វើងៀតផ្នែកធ្វើសាច់ពៅផ្នែកអង្ករនិងផ្នែកទទួលអំណោយសប្បុរសធម៌ពីបងប្អូនប្រជាពលរដ្ឋដើម្បីយកទៅចែកជូនដល់វីរៈកងទ័ពដែលកំពុងឈរជើងការពារទឹកដីនៅបណ្ដោយព្រំដែននិងបងប្អូនប្រជាពលរដ្ឋភៀសសឹកដែលភៀសខ្លួនដោយសារសង្គ្រាមឈានពានរបស់ថៃការចូលរួមរបស់ក្រុមយុវជនដឹកនាំដោយអ្នកអញ្ញាលេងនវត្រាធ្វើតាមរយៈការអំពាវនាវរបស់សម្ដេចតេជោនាយឧត្តមសេនីយ៍ផុតលេខកាយមាស5ហ៊ុនសែនអគ្គភពភាកងយុទ្ធពលខេមរៈភូមិន្ទគាំទ្រដល់កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទនិងជនភៀសសឹកនៅពេលជួបការលំបាកស្មារតីសាមគ្គីកាន់តែរឹងមាំការចូលរួមរបស់ក្រុមយុវជនគឺជាការចូលរួមលើកទឹកចិត្តដល់កងទ័ពដ៏អង់អាចក្លាហានរបស់កម្ពុជាដែលកំពុងឈរជើងជាប់ជាប្រចាំដើម្បីការពារមរណភាពទឹកដីនៅតាមបណ្ដោយព្រំដែនកម្ពុជាថៃ